ជំរាបសួរលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះទាំងអស់គ្នាខ្ញុំថ្ងៃនេះនឹងបង្ហាញអំពីមុខងារ AI របស់ Gemini មួយដែលមានឈ្មោះថា Gemini Spark ដែលវាស្ថិតនៅក្នុងប្រភេទគណនេយ្យ Pro សម្រាប់ Gemini Spark នេះគឺអាចធ្វើការងារស្វ័យប្រវត្តិឲ្យលោកគ្រូអ្នកគ្រូបានដោយលោកគ្រូអ្នកគ្រូគ្រាន់តែជាអ្នកផ្ទៀងផ្ទាត់តែប៉ុណ្ណោះឥឡូវនេះខ្ញុំបានបង្ឲ្យ Gemini Spark នេះធ្វើកិច្ចតែងការជា file Word ហើយនឹងជា file slide ដើម្បីយកទៅបង្រៀនសិស្សជារៀងរាល់ថ្ងៃខ្ញុំបានចូលទៅយកសៀវភៅនៅក្នុង website នៅដូចរូបនេះហើយខ្ញុំចុចលើរូបសៀវភៅថ្នាក់ទី4ដែលខ្ញុំចង់បានបាទឥឡូវនេះខ្ញុំកំពុងតែដាក់រក website សៀវភៅដែលខ្ញុំបានទុកនៅក្នុងតំណ link នៃ Telegram ហើយចុចលើតំណ link នោះដើម្បីចូលទៅយកសៀវភៅថ្នាក់ទី4បាទឥឡូវនេះខ្ញុំនឹងចូលទៅយកសៀវភៅមុនហ្នឹងខ្ញុំបានដាក់សៀវភៅទាំង4មកហើយឥឡូវខ្ញុំដាក់បន្ថែមចុងក្រោយគឺសៀវភៅភាសាអង់គ្លេសមុនហ្នឹងខ្ញុំដាក់ភាសាខ្មែរគណិតសិក្សាសង្គមអង់គ្លេសឥឡូវនេះខ្ញុំយកអង់គ្លេសដោយចុចលើប៊ូតុង Share ហើយចម្លងតំណ link ដែលនៅខាងក្រោមនេះយកទៅភ្ជាប់នៅក្នុង Gemini Spark ដើម្បីឲ្យ Gemini Spark ស្គាល់ទីតាំងនៃសៀវភៅដែលយើងចង់យកទៅប្រើដើម្បីបង្កើតជាកិច្ចតែងការនិង slide សម្រាប់បង្រៀនសិស្សនៅថ្ងៃស្អែកការកំណត់របស់ Gemini Spark ដែលខ្ញុំបានលើកឡើងនេះគឺខ្ញុំចង់ឲ្យ Gemini Spark បង្កើតកិច្ចតែងការឲ្យខ្ញុំនៅម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃដើម្បីយក slide ក៏ដូចជាឯកសារកិច្ចតែងការដែលវាបង្កើតនោះយកទៅបង្រៀនសិស្សនៅថ្ងៃស្អែកបន្ទាប់ពីយើងដាក់តំណ link ហើយយើងចុច allow បាទឥឡូវនេះខ្ញុំចុច allow កម្មវិធី Gemini Spark នេះនឹងស្វែងរកគិតមើលថាតើសៀវភៅនោះនៅទីណាហើយជាសៀវភៅអ្វីតើមានចំណងជើងមេរៀនអ្វីខ្លះខ្លឹមសារអ្វីវានឹងវិភាគគិតរួចយកសៀវភៅនោះមកធ្វើកិច្ចតែងការសម្រាប់ការបង្រៀនរបស់យើងតែម្ដងចឹងគ្រូអ្នកគ្រូមិនចាំបាច់បារម្ភថាស្អែកឡើងអត់មានកិច្ចតែងការឬ slide សម្រាប់សិស្សនោះទេហើយការបង្កើតនេះវាបង្កើតដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃឥឡូវកម្មវិធី Gemini Spark បានបង្កើតឲ្យខ្ញុំហើយដោយបញ្ជាក់ប្រាប់យើងនៅខាងក្រោមនេះទៀតផងថាវាមានសៀវភៅទាំងអស់5ក្បាលហើយវានឹងបង្កើតឲ្យយើងនៅម៉ោង 7 ល្ងាចហើយខ្លឹមសារយកចេញពីសៀវភៅសិក្សាគោលផ្លូវការទាំង5នេះបន្ទាប់មកវានឹងផ្ញើជា Gmail បញ្ជាក់ថាយើងវាបានធ្វើរួចហើយដើម្បីឲ្យយើងបានផ្ទៀងផ្ទាត់អញ្ចឹងលោកគ្រូអ្នកគ្រូមិនពិបាកទេឥឡូវនេះលោកគ្រូអ្នកគ្រូមកមើល slide ដែល Gemini Spark បានបង្កើតឲ្យយើងអញ្ចឹងនេះជា slide ចំនួន10ដែលវាបានបង្កើតឥឡូវខ្ញុំដាក់ transition ដើម្បីឲ្យមានភាពស្រស់ស្អាតនិងទាក់ទាញរស់រវើកបាទឥឡូវខ្ញុំចុចលើប៊ូតុងខាងស្ដាំនេះហើយខ្ញុំយកពាក្យគប់នេះតែម្ដងទៅហើយខ្ញុំយក apply all slide ដើម្បីឲ្យ slide របស់ខ្ញុំទាំងអស់វាមានចលនាដូចគ្នាអញ្ចឹងខ្ញុំចុច play បាទអញ្ចឹងឃើញថាវាដំណើរការហើយបន្ទាប់មកខ្ញុំនឹងចុចប៊ូតុងមួយសម្រាប់ slide show តែម្ដងបាទឥឡូវលោកគ្រូអ្នកគ្រូចាំមើលតើការបង្កើត slide របស់ Gemini Spark មានភាពរស់រវើកក៏ដូចជាគួរឲ្យចាប់អារម្មណ៍មានពណ៌មានប្រអប់មានទម្រង់គួរឲ្យទាក់ទាញដោយរូបអញ្ចឹងខ្ញុំគិតថាការបង្កើត slide របស់ Gemini Spark ប៉ុណ្ណេះគឺជាការបង្កើត slide ដែលអាចទទួលយកបាននិងច្បាស់លាស់ដូច្នេះលោកគ្រូអ្នកគ្រូបើសិនជាត្រូវការគណនេយ្យ Gemini Spark ដែលមាននៅក្នុង Gemini Pro នេះសូមលោកគ្រូអ្នកគ្រូចុចទៅកាន់ link Telegram នៅក្នុងខាងក្រោមវីដេអូនៃវីដេអូនេះបាទសូមអរគុណសម្រាប់ការចុច subscribe ដើម្បីតាមដានវីដេអូដែលមានប្រយោជន៍ផ្សេងទៀត